វីដេអូនេះគឺសម្រាប់សិស្សវិទ្យាល័យតែម្ដងដែលតែងតែគិតថាអូខ្ញុំចង់ឲ្យខ្ញុំប្រសើរជាងមុនណាខ្ញុំចង់រៀនបកាយជាងមុនណាប៉ុន្តែនៅតែប្រៀបធៀបខ្លួនឯងមួយមិត្តភ័ក្តិដែលគេរៀនជាប់លេខ1ប្រៀបធៀបទៅអីអ្នកនរគ្នាគួរតែប្រៀបធៀបខ្លួនឯងកាលពីខែមុនថាអញត្រូវតែរៀនប្រសើរជាងខែមុនអញត្រូវតែប្រសើរជាងឆ្នាំមុនហើយមិនបានទៅប្រៀបធៀបមួយគេទៅអីគេនៅតែគេទេហើយអ្នកនរគ្នាទៅយកខ្លួនឯងទៅប្រកួតប្រជែងមួយគេទៅអីអ្នកនរគ្នានៅពេលអ្នកគ្នាប្រៀបធៀបចឹងហើយអ្នកគ្នាទទួលបានអីអ្នកគ្នាចង់បានអ្នកគ្នានឹងឈឺចាប់គុណនឹង100ហើយអាការឈឺចាប់នឹងវារឹតតែធ្វើឲ្យអ្នកគ្នាកាន់តែពិបាកចិត្តនៅក្នុងខ្លួនទៀតហើយការប្រៀបធៀបវាធ្វើឲ្យអ្នកគ្នាបាក់ស្បានៅខាងក្នុងចិត្តទៀតធ្វើម៉េចរៀនឲ្យប្រសើរជាងខ្លួនឯងកាលពីម្សិលមិញដាក់សភៅដាក់បិចដាក់ការភាកបើមិនចេះរៀបចំការភាកទេនិយាយថាអញត្រូវតែរៀនឲ្យបាន3មុខក្នុងថ្ងៃហ្នឹងរៀនថ្ងៃណារៀនពេលណាដាក់ខ្លួនឯងទៅកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកជាប់លេខ1ឬក៏អ្នកប្រកែកជាងគេនៅក្នុងថ្នាក់អ្នកនរគ្នាត្រូវតែប្រសើរជាងខ្លួនឯងប្រសើរជាងខ្លួនឯងកាលពីថ្ងៃមុនកាលពីអាទិត្យមុនសប្តាហ៍មុនខែមុននិងឆ្នាំមុនបាយ